ជំនឿបើមិនជឿកុំប្រមាថមុនរញ្ជួយដីដ៏មហន្តរាយនៅជប៉ុននៅក្នុងឆ្នាំ2011ត្រីនាំសារអំពីគ្រោះរញ្ជួយដីឬរលកយក្សស៊ូណាមីដែលមានឈ្មោះថា Otfirst បានបង្ហាញវត្តមានយ៉ាងញឹកញយកាលពីព្រឹកថ្ងៃអាទិត្យទី18ខែឧសភានេះស្រាប់តែត្រីនាំសារដ៏អាក្រក់នេះបានលេចវត្តមានជាថ្មីនៅលើទឹកដីនៃប្រទេសវៀតណាមនៅឯឆ្នេរមួយរហូតបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងមានគ្រោះធម្មជាតិដ៏អាក្រក់នឹកស្មានមណ្ឌលនៅក្នុងចំណោមប្រជាពលរដ្ឋជាពិសេសអ្នករស់នៅក្នុងតំបន់សមុទ្រយោងតាមករណីបណ្ដាញទំនាក់ទំនងសង្គម X ដែលមានឈ្មោះថា Welter Monitor បានចុះផ្សាយថាត្រីនាំសារអំពីគ្រោះរញ្ជួយដីឬរលកយក្សស៊ូណាមី Otfirst នេះមានប្រវែង2ម៉ែត្រហើយបានលេចវត្តមាននៅឯឆ្នេរ Vinh Hà នៅឯក្នុងខេត្ត Ninh Thuận នៃប្រទេសវៀតណាមអ្វីដែលធ្វើឲ្យកាន់តែព្រួយបារម្ភគឺត្រី Otfirst នេះមានវត្តមានមកលើកនេះថែមទាំងដាច់កន្ទុយទៀតហើយពេលប្រជាពលរដ្ឋនេសាទយកវាទៅប្រឡែងនៅក្នុងទឹកវិញវាមិនព្រមហែលទៅវិញទេនៅតែហែលសំដៅមកឆ្នេរដដែលត្រី Otfirst នេះនៅវៀតណាមដែលគេហៅថា Gà Mai Chao វាគឺជាសត្វសមុទ្រដែលរស់នៅក្នុងទឹកសមុទ្រជ្រៅហើយច្រើនតែត្រូវបានគេភ្ជាប់ជាមួយនឹងរឿងព្រេងនិទានដ៏អាក្រក់នៅទូទាំងតំបន់អាស៊ីនៅក្នុងទេវកថារបស់ជប៉ុនត្រី Otfirst នេះដែលជួនកាលត្រូវបានគេហៅថាត្រីអវសាននៃពិភពលោកនោះគឺត្រូវបានគេជឿជាក់ថាជាអ្នកនាំសារមកពីស្ដេចពុជង្គនាគហើយការលេចវត្តមានរបស់វានៅលើឆ្នេរត្រូវបានគេមានជំនឿថាដើម្បីប្រមានអំពីគ្រោះមហន្តរាយធម្មជាតិដូចជាការរញ្ជួយដីរលកយក្សស៊ូណាមីជាដើមដោយសារតែត្រី Otfirst នេះជាធម្មតារស់នៅក្នុងទឹកសមុទ្រដ៏ជ្រៅហើយកម្រឃើញនៅជិតច្រាំងឬក៏ឆ្នេរនោះអញ្ចឹងវត្តមានរបស់វាត្រូវបានបកស្រាយជាញឹកញយដោយប្រជានេសាទថាជាសញ្ញាដែលមានអ្វីមួយខុសប្រក្រតីនៅក្នុងបាតសមុទ្រដ៏ជ្រៅប៉ុន្តែបើទោះបីជាយ៉ាងណាសម្រាប់អ្នកវិទ្យាសាស្ត្រនៅមិនបានរកឃើញអំពីទំនាក់ទំនងជាក់ស្ដែងណាមួយរវាងការលេចវត្តមាននៃត្រី Otfirst និងសកម្មភាពរញ្ជួយដីនៅឡើយនោះទេសូមបញ្ជាក់ថាគ្រាន់តែត្រីនេះលេចវត្តមានភ្លាមនៅឯស្រុក BB ឯខេត្តបាក់ខាន់នៃភាគខាងជើងប្រទេសវៀតណាមក៏មានគ្រោះទឹកជំនន់ដ៏គំហុកនៅថ្ងៃតែមួយនោះផងដែររហូតបណ្ដាលឲ្យមនុស្ស4នាក់បាត់បង់ជីវិតនិងដំណាំជាច្រើនរងការខូចខាត